អ្វីដែលមនុស្សស្រីគួរយល់ដឹងគឺខ្ញុំនឹងចែករំលែកពីវត្តរដូវការមករដូវរបស់ស្ត្រីគឺជាផ្នែកសំខាន់មែនទែនក្នុងការបង្ហាញពីការរស់សម្របត្រឹមត្រូវតាមតម្រូវការរាងកាយនិងផ្លូវចិត្តរបស់ខ្លួនឯងក្នុងមួយខែមនុស្សស្រីមានអារម្មណ៍និងមានកម្លាំងមិនថេរជាប់គ្នាទេជាហេតុធ្វើឲ្យការផ្ដោតអារម្មណ៍ធ្វើការងារអ្វីមួយហ្នឹងគឺមិនអាចផ្ដោត 100% ពេញមួយខែបាននោះទេវត្តរដូវរបស់ស្ត្រីគឺអាចមានចន្លោះពី22ទៅ45ថ្ងៃគឺខុសៗគ្នាតាមស្ត្រីម្នាក់ៗជាមធ្យមភាពខ្ញុំនឹងយកវត្តរដូវ28ថ្ងៃមកបកស្រាយថ្ងៃទី1ទៅថ្ងៃទី5ជាថ្ងៃដែលមនុស្សស្រីមករដូវអញ្ចឹងមនុស្សស្រីគាត់អាចអ្នកខ្លះមក3ថ្ងៃឬក៏4-5ថ្ងៃអីចឹងទៅជាថ្ងៃដែលកម្លាំងមនុស្សស្រីរៀងចុះខ្សោយឆាប់ហត់ហើយ mood swing អញ្ចឹងមិនអាចធ្វើការបានច្រើនទេដូច្នេះគួរធ្វើការងារអីដែលមិនចំណាយកម្លាំងខ្លាំងដូចជាការរៀបចំអ្វីមួយអាចនិយាយថាយើងរៀបចំបន្ទប់យើងគេងឲ្យស្អាតអីចឹងទៅហើយយើងគ្រោងការងារ